lứa lăn ná pi da tỏ nâng pi da ô nâng pi da ô wow លោកគ្រូកូនខ្ញុំចូលចិត្តតែបៀមដៃបៀមនេះបៀមនោះហើយធ្វើឲ្យអាសាលាកកលាកពោះវៀនណាបាទថ្ងៃនេះខ្ញុំចង់មកចែកម្លែកជូនថាតើការបៀមដៃហ្នឹងវាសិតតែអាក្រក់មែនទេមិនមែនទេគឺវាជាផ្នែកមួយនៃការលូតលាស់របស់ក្មេងគឺចាំបាច់ត្រូវការឲ្យគាត់ហ្នឹងបៀមដៃខ្លួនឯងបៀមរបស់នេះបៀមរបស់នោះដើម្បីឲ្យគាត់ហ្នឹងស្វែងយល់បន្ថែមទទួលបានព័ត៌មានពីការដែលគាត់បៀមដៃនេះអញ្ចឹងយើងមិនអាចហាមគាត់បានទាំងស្រុងទេប៉ុន្តែយើងអាចព្យាយាមកាត់បន្ថយនិងជួយ support គាត់បានពួកខ្ញុំគឺលើកទឹកចិត្តឲ្យប៉ាម៉ាក់ទាំងអស់គ្នាអនុញ្ញាតឲ្យកូនគឺបៀមដៃឬក៏បៀមរបស់ផ្សេងបាទតែយើងត្រូវមានវិធីសាស្ត្រធ្វើយ៉ាងម៉េចកុំឲ្យកូនយើងឈឺអញ្ចឹងទី1គឺត្រូវតែលាងសម្អាតដៃកូនរបស់យើងឲ្យបានស្អាតជានិច្ចហើយយើងខ្លួនឯងហ្នឹងកុំទៅចាប់ដៃគាត់ច្រើនពេកបើមិនជាដៃរបស់យើងនឹងអត់ស្អាតពីព្រោះយើងអាចនាំមេរោគទៅប្រឡាក់ដៃគាត់បានបាទអញ្ចឹងពេលដែលដៃគាត់ស្អាតហើយយើងឲ្យគាត់បៀមចុះបាទទី1ទី2យើងត្រូវមានរបស់ជំនួសបាទបើមិនជាយើងអត់ចង់ឲ្យគាត់បៀមដៃទាំងរហូតទេគឺយើងត្រូវមានរបស់ឆ្លាស់ឲ្យគាត់គឺអង់គ្លេសគេហៅ teaser បាទហ្នឹងជាប្រភេទជ័រស៊ីលីកូនដែលយើងអាចសម្លាប់មេរោគបានហើយវាមានទម្រង់ផ្សេងជាច្រើនអត្ថប្រយោជន៍នៃ teaser នេះគឺមានអត្ថប្រយោជន៍ច្រើនវាជួយឲ្យកូនរបស់យើងនឹងស្ងប់អារម្មណ៍ល្អដោយសារតែនៅពេលដែលគាត់ដល់វ័យដែលដុសធ្មេញអញ្ចឹងចាញ់របស់គាត់ចាប់ផ្ដើមលមាស់ចាប់ផ្ដើមឈឺគាត់ត្រូវការខំត្រូវការកេអញ្ចឹងនៅពេលដែលយើងហុចរបស់ឲ្យគាត់កកេឬក៏ខាំបានគឺអាចឲ្យគាត់នឹងស្ងប់អារម្មណ៍ជួយកាត់បន្ថយការឈឺចាប់នៅចាញ់របស់គាត់បានមួយវិញទៀតហ្នឹងគឺជាការជួយនៃការអភិវឌ្ឍផ្នែកបជាសាច់ដុំរបស់គាត់បាទអញ្ចឹងគឺការចាប់នៅអាហារដាក់ចូលទៅក្នុងមាត់ការទំពាប្រើសាច់ដុំថ្គាមអណ្ដាតរឿងក្បបេមាត់ទាំងអស់នេះគឺត្រូវការហាត់រៀនដើម្បីត្រៀមលក្ខណៈដល់អាយុដែលគាត់នឹងញ៉ាំអាហារផ្សេងបានអញ្ចឹងខ្ញុំសូមផ្ដាំដែរ teaser ត្រូវតែជាប្រភេទដែលអាច steam សម្រាប់មេរោគឬក៏ប្រើ UV សម្រាប់មេរោគបានហើយយើងត្រូវលាងសាប៊ូសម្រាប់មេរោគនិងដាក់ក្នុងប្រអប់ឲ្យបានត្រឹមត្រូវនៅពេលដែលយើងយកឲ្យកូនរបស់យើងកាន់គាត់បៀមហើយជ្រុះទៅលើដីឬក៏កន្លែងដែលប្រឡាក់គឺយើងអត់អាចយកឲ្យគាត់កាន់បៀមឡើងវិញទេគឺយើងត្រូវដូររបស់មួយទៀតដែលស្អាតឲ្យគាត់ជៀសវាងគាត់បកករោគដោយសារតែ teaser មិនស្អាតហើយចំណងនៃការបៀមនេះគឺអត់យូរទេវានឹងបាត់ទៅវិញក្នុងរយៈពេលប្រហែលខែតែបើសិនជាយើងហាមគាត់មិនឲ្យគាត់បៀមដៃឬក៏ teaser នឹងនេះទេគឺចំណងហ្នឹងនៅតែមានក្មេងខ្លះគឺបន្តរហូតដល់អាយុ2ទៅ3ឆ្នាំហើយក៏គាត់នៅតែបៀមដែរបៀមនេះបៀមនោះហើយជាមូលហេតុដែលគាត់នឹងឈឺបាទអញ្ចឹងអ្វីដែលខ្ញុំសូមចែករំលែកនៅពេលនេះគឺមានតែប៉ុណ្្នឹង